មុននេះបន្តិចមានអេលីកូមួយគ្រឿងបានធ្លាក់នៅក្នុងសង្កាត់ព្រៃសរបាទអេលីកូនិយាយរួមគឺឧទ្ធម្ភេសជ្ជៈបាទឧទ្ធម្ភេសជ្ជៈមួយគ្រឿងបានឲ្យបើភាសាខ្មែរយើងដែលធ្លាប់តែដឹងច្បាស់នោះអាកតុមរុយបាទអាកតុមរុយបាទបានធ្លាក់នៅវេលាម៉ោងប្រហែលជាម៉ោងប្រហែលជាម៉ោង 9:30 នាទី 9:50 ហើយជិតម៉ោង 10បាទបានធ្លាក់នៅចំណុចភូមិព្រែកទីទុយសង្កាត់ព្រៃសរខណ្ឌដង្កោបាទនៅជិតវត្តធម្មត្រៃបាទនៅតែជិតមាត់ស្ទឹងព្រែកថ្នោតហើយអេលីកូមួយគ្រឿងនេះបានធ្លាក់នៅចូលនៅក្នុងទឹកបាទចូលទៅក្នុងទឹករណ្ដៅដីបាទនៅតែនៅក្នុងរណ្ដៅដីតែម្ដងមិនធ្លាក់នៅក្នុងស្ទឹងទេបាទគឺធ្លាក់នៅក្នុងរណ្ដៅដីមនុស្សដែលជិះនៅក្នុងនឹងគឺមាន6នាក់ប៉ុន្តែឥឡូវគេដឹងថា5នាក់បានស្លាប់នៅនឹងកន្លែងទៅហើយម្នាក់ទៀតកំពុងតែជួយសង្គ្រោះបន្ទាន់បាទជួយសង្គ្រោះបន្ទាន់ហើយអ្នកសមាជិកភាពអ្នកស្លាប់នោះយើងអត់ទាន់ដឹងថាជាជនជាតិអីទេហើយមានខ្មែរយើងប្រមាណអ្នកទេប៉ុន្តែប្រភពដំបូងថាអ្នកដែលស្លាប់នោះមានខ្លះថាជនជាតិចិនខ្លះទៀតទៅថាជនជាតិអាមេរិកខ្លះទៀតទៅថាតៃវ៉ាន់បាទអញ្ចឹងក្នុងចំណោម5នាក់ដែលបានស្លាប់នេះគេអត់ទាន់ដឹងថាជាមានជនជាតិខ្មែរឬក៏ជនជាតិបរទេសទាំងអស់នោះទេអញ្ចឹងមូលហេតុនៃការធ្លាក់អេលីកូនៅចំណុចក្នុងសង្កាត់ព្រៃសរមុននេះបន្តិចគឺក៏អត់ដឹងពីមូលហេតុអ្វីដែរហើយក៏មិនដឹងថាតើអេលីកូនេះគ្រោងហោះសំដៅទៅទីណាដែរបាទអ្នកខ្លះទៅថាប្រហែលជាតកែធំគេហោះមើលដីចា៎បាទមើលប្លង់ដីដើម្បីធ្វើរោងចក្របាទខ្លះទៀតទៅថាអត់ទេគាត់គ្រោងហោះទៅឯណាទៅតាមបណ្ដាខេត្តព្រោះមានប្រភេទអេលីកូដែលជួលចា៎បាទអញ្ចឹងឥឡូវនេះព័ត៌មានដែលក្រុមការងាររបស់យើងដែលប្រចាំការនៅទីនោះក៏មិនទាន់ដឹងថាជាជនជាតិអីដែរព្រោះអេលីកូនោះវាធ្លាក់ចូលនៅក្នុងទឹកបាទឥឡូវហ្នឹងក្រុមអាជ្ញាធរដែលនៅក្នុងសង្កាត់ព្រៃសរក្នុងខណ្ឌដង្កោនោះបានទៅដល់នៅទីនោះហើយដើម្បីជួយសង្គ្រោះប៉ុន្តែឥឡូវឮថាមានតែម្នាក់ទេដែលអាចជួយសង្គ្រោះបានថាអាចនៅរស់បាទអញ្ចឹងនេះជាព័ត៌មានទាន់ហេតុការណ៍មួយហើយខ្ញុំចប់នេះខ្ញុំទៅក្នុងដែរបាទទៅកន្លែងអេលីកូធ្លាក់នឹងដែរបាទដើម្បីយកព័ត៌មានឲ្យលម្អិតដើម្បីផ្សាយជូនទូទាំងជននៅថ្ងៃស្អែកបន្តប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះម៉ោង 2 នេះគឺក្រុមការងាររបស់យើងនឹងផ្សាយព័ត៌មានលម្អិតទាក់ទងនឹងអេលីកូដែលធ្លាក់ហ្នឹងបាទនេះជាព័ត៌មានទាន់ហេតុការណ៍ដែលខ្ញុំទទួលបានបាញ់មិញនេះបាទ